សួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមានមេរៀនថ្មីទៀតហើយដោយសន្ទនាអំពីចូលធ្វើការរោងចក្រថ្ងៃដំបូងបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់ចេះសន្ទនារោងចក្រអំពីចូលធ្វើការថ្ងៃដំបូងអាចទស្សនាមេរៀននេះបាទអញ្ចឹងដើម្បីចង់ដឹងថាសន្ទនាយើងមានអ្វីខ្លះតោះចាប់ផ្ដើមទាំងអស់គ្នាទូយហកទីអ៊ីធៀនសាំងប៉ានចឹងយើងប្រែថាសន្ទនាថ្ងៃដំបូងចូលធ្វើការបាទអញ្ចឹងយើងមើលសន្ទនាយើងដើមដោយយឿនកងបាទបុគ្គលិក你好我是今天新来的បាទយើងអានម្ដងទៀត你好我是今天新来的បាទអញ្ចឹងយើងប្រែថាសួស្តីខ្ញុំជាអ្នកចូលថ្មីថ្ងៃនេះបាទអញ្ចឹងយើងមើលបន្តទៀតឆ្លើយតបដោយជូចាងបាទជូចាងគឺប្រធានក្រុមបាទអញ្ចឹងប្រធានក្រុមគេនិយាយថា你好你叫什么名字តើអានម្ដងទៀត你好你叫什么名字ប្រែថាសួស្តីតើអ្នកឈ្មោះអ្វីបាទអញ្ចឹងបុគ្គលិកគេឆ្លើយ我叫阿龙以后请多多关照តើអានម្ដងទៀត我叫阿龙以后请多多关照ប្រែថាខ្ញុំឈ្មោះអាឡុងសូមជួយណែនាំខ្ញុំផងនៅពេលក្រោយបាទអញ្ចឹងយើងមើលបន្តទៀតធានក្រុមគេឆ្លើយតបជូចាងបាទ不客气先熟悉一下工作环境បាទយ៉ាងម្ដងទៀត不用客气先熟悉一下工作环境បាទយើងប្រែថាមិនបាច់គួរសមទេស្គាល់បរិយាកាសការងារបន្តិចសិនបាទតែយើងបន្តទៀត员工បាទ员工គឺគេនិយាយថា好的我今天主要做什么បាទយើងអានម្ដងទៀត好的我今天主要做什么បាទប្រែថាបាទឬក៏ចាស់ថ្ងៃនេះខ្ញុំត្រូវធ្វើការងារអ្វីជាចម្បងបាទអញ្ចឹងយើងមើលប្រធានក្រុមគេឆ្លើយតបជូចាងបាទ你先跟小丽学习包装បាទយ៉ាងណាទៀត你先跟小丽学习包装ប្រែថាអ្នករៀន workshop ជាមួយ小丽បាទអ្នករៀន workshop ជាមួយ小丽បាទអញ្ចឹងយើងបន្តប្រយោគយើងទៀតបាទ员工បាទបុគ្គលិក好的如果我不会可以问你吗បាទអានមកទៀត好的如果我不会可以问你吗បាទប្រែថាបាទឬក៏ចាស់បើខ្ញុំមិនចេះខ្ញុំអាចសួរអ្នកបានទេបាទចាំមើលយើងមើលប្រធានគេឆ្លើយបាទជូចាង当然可以有问题就问不要自己乱做បាទយើងអានម្ដងទៀត当然可以有问题就问不要自己乱做បាទយើងប្រែថាបានជាក់ជាមិនខានបើមានបញ្ហាត្រូវសួរកុំធ្វើដោយខ្លួនឯងផ្ដេសផ្ដាស់បាទយើងមើលប្រយោគយើងទៀតបាទ员工បាទគេឆ្លើយ明白了谢谢组长明白了谢谢组长ប្រែថាយល់ហើយអរគុណមេក្រុមបាទអញ្ចឹងសម្រាប់សន្ទនានៅក្នុងរោងចក្រយើងថ្ងៃនេះបាទថ្ងៃចូលធ្វើការដំបូងបាទអញ្ចឹងសម្រាប់សន្ទនាគឺយើងមានតែប៉ុណ្ណឹងបាទអញ្ចឹងឥឡូវនេះគឺយើងមកមើលពាក្យសំខាន់នៅក្នុងសន្ទនាយើងហើយនៅក្នុងរោងចក្របាទតោះយើងមកមើលពាក្យសំខាន់យើងបាទអញ្ចឹងពាក្យទី1របស់យើងគឺផ្ដើមដោយពាក្យ员工បាទអញ្ចឹងគឺ员工យើងប្រែថាបុគ្គលិកបាទអញ្ចឹងយើងមើលពាក្យយើងមួយទៀតជូចាងបាទអញ្ចឹងពាក្យជូចាងគឺយើងប្រែថាមេក្រុមឬក៏ប្រធានក្រុមតោះយើងមើលពាក្យយើងមួយទៀត新来的បាទអញ្ចឹងគឺពាក្យ新来的គឺយើងប្រែថាអ្នកចូលថ្មីតោះយើងមើលពាក្យយើងបន្តទៀត工作环境បាទអញ្ចឹងពាក្យថា工作环境យើងប្រែថាបរិយាកាសការងារ
dương vừa bịa dương mới tiếp bảo chuông và trong bịa bảo chuông dương bài tháng vượt chọc xía xí và xía xí dương bài tháng riền vấn thí dương bài tháng bàn hà ta dương vừa bịa dương to tiếp miếng tải và bịa tham miếng tải dương bài tháng rồi loan trọ và bịa tham loan trọ của dương bài tháng thưa và đây và đặt ta dương vừa bịa trong coi bao giờ tỏ con cháo và chẳng cứ bịa tỏ con cháo của dương miền đi tháng xong chui này nóm rồi có mơ thải phòng và chẳng cứ xâm rạp bịa sầm khăn dương của dương miền đại bản nóc và nó cái dương một mơ và dụng một tiết để cô gọi để thằng ọc này chám bạn trong tiết này cứ dương từ tại cô chám đấy bạn chẳng cứ xâm rạp và dụng tìm mũi dầu vân thì chiêu vân và chẳng xâm rạp và dụng dầu vân thì chiêu vân cứ miền đây tháng miền pa nhá tàu sùa và chẳng dương ai pra bán được nòng rồng chạm bạn rồi tiết này cứ dương pra nhộp nhọp đấy bạn tỏ dương mơ và dụng dương một tiết不要自己乱做còn thưa đòiខ្លួនánh và đẹp đạt và chẳng cứ sầm rạp biển đấyគឺប្រយោគមួយនេះគឺយើងអាសាជួបសម្រាប់អ្នកដែលចូលធ្វើការដំបូងគឺសម្រាប់ប្រធានក្រុមឬក៏មេក្រុមយើងគឺគាត់តែងតែនិយាយគាត់ថាមានបញ្ហាអីគឺយើងត្រូវតែសួរកុំធ្វើដោយខ្លួនឯងប្រេះផ្ដាស់បាទតោះយើងមើលមួយទៀតប្រយោគយើងមួយទៀត我今天主要做什么ថ្ងៃនេះខ្ញុំត្រូវធ្វើអ្វីជាចម្បងបាទចឹងសម្រាប់មេរៀនយើងនៅក្នុងថ្ងៃនេះក៏បានដល់ទីបញ្ចប់ហើយដើម្បីទទួលបានមេរៀនថ្មីមុនគេសូមកុំភ្លេចជួយចុច Subscribe និងសញ្ញារូបកណ្ដឹងបាទសូមអរគុណសូមជម្រាបលា